បាទជំរាបសួរពុកម៉ែបងប្អូនប្រិមិត្តបាទខ្ញុំបាទរមសវីបាទអង្គភាពសារព័ត៌មាន Friday Daily News បាទនៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2025បាទនៅវេលាម៉ោង9បាទច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់យើងបានបើកទ្វារដំណើរការឲ្យបាទប្រជាពលរដ្ឋខ្មែររបស់យើងបាទចេញចូលទៅប្រទេសថៃបាទយ៉ាងរលូនហើយបាទក្រោយពីបានបិទបាទមួយព្រឹកតាំងពីម្សិលមិញបាទតាំងពីម៉ោង4ឥឡូវនេះគឺបានបើកដំណើរការឲ្យខាងកម្ពុជារបស់យើងគឺនៅម៉ោង9បាទឃើញថាប្រជាពលរដ្ឋបានរងបាទចាំយ៉ាងកក់កុញបាទនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់យើងនេះផ្ទាល់តែម្ដងបាទខ្ញុំបាទមកធ្វើសេចក្តីរាយការណ៍ផ្ទាល់បាទហើយខាងក្រោយយើងនេះគឺជាបាទព្រំដែនខាងប្រទេសថៃបាទពុកម៉ែបងប្អូនបាទខាងក្រោយរបស់ខ្ញុំនេះគឺព្រំដែនខាងប្រទេសថៃបាទគឺបានបើកដំណើរការធម្មតាដូចគ្នាបាទហើយប្រជាពលរដ្ឋទាំងចេញទាំងចូលគឺមានការរងចាំយ៉ាងកក់កុញតែម្ដងបាទហើយនៅម៉ោង9នេះទើបខាងអាជ្ញាធរខាងច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់យើងខាងកម្ពុជារបស់យើងទើបតែបើកដំណើរការបាទនៅម៉ោង9នេះទេបាទបងប្អូនប្រិមិត្តបាទហើយសូមជម្រាបជូនពុកម៉ែបងប្អូនថាតាមអ្វីដែលយើងទទួលព័ត៌មានបានគឺបាទពេលព្រឹកគឺបើកនៅម៉ោងបាទ9បាទហើយម៉ោងល្ងាចគឺបិទនៅម៉ោង4បាទសម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលស្ថិតនៅក្នុងបាទខេត្តបន្ទាយមានជ័យផ្ទាល់របស់យើងតែម្ដងបាទបងប្អូនប្រិមិត្តបាទនេះគឺជាដំណឹងមួយបាទសម្រាប់ជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថាការពីម្សិលមិញមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីខាងអាជ្ញាធរថៃបាទទីថៃបានធ្វើការបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាទនៅវេលាម៉ោង4ប៉ុន្តែឥឡូវនេះដោយមានការផ្លាស់ប្ដូរពេលវេលាបាទគឺយើងបើកនៅម៉ោង9បាទខាងកម្ពុជារបស់យើងណាបាទអញ្ចឹងនៅម៉ោង4ល្ងាចគឺត្រូវការបិទច្រកទ្វារព្រំដែនវិញបាទពុកម៉ែបងប្អូនបាទនេះគឺជាព័ត៌មានបឋមបាទប៉ុន្តែការបិទទម្រាំតែបើកនៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2025នេះគឺប្រជាពលរដ្ឋខ្មែររបស់យើងជាច្រើនបាទដែលជាអាជីវករនៅក្នុងផ្សារលងភ្លឿនេះគឺបាទរងចាំចូលទៅខាងទឹកដីថៃយ៉ាងកក់កុញតែម្ដងបាទនៅព្រឹកនេះបាទគឺឃើញថាគឺមានច្រើនបាទរាប់រយនាក់បាទរាប់ពាន់នាក់នោះបាទសម្រាប់អាជីវករខ្មែររបស់យើងនៅក្នុងក្រុងប៉ោយប៉ែតដែលមានតូបមានកន្លែងលក់ដូរនៅក្នុងផ្សារលងភ្លឿបាទស្រុកអរញ្ញប្រទេសថៃនេះបាទពុកម៉ែបងប្អូនបាទឥឡូវនេះប្រជាពលរដ្ឋបាទទាំងប្រជាពលរដ្ឋខ្មែរទាំងប្រជាពលរដ្ឋជនបរទេសប្រជាពលរដ្ឋថៃក៏នាំគ្នាចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែរនៅពេលដែលច្រកទ្វាររបស់យើងបានបើកដំណើរការនៅម៉ោង9:00នាទីនេះបាទសូមអរគុណហើយខ្ញុំនឹងបើសិនជានៅមានព័ត៌មានអ្វីថ្មីខ្ញុំនឹងធ្វើការអាប់ដេតនៅព័ត៌មាននេះចែកជូនពុកម៉ែបងប្អូនជាបន្តទៀតបាទសូមអរគុណពីខ្ញុំបាទរមសវីអង្គភាពសារព័ត៌មាន Friday Daily News បាទសូមអរគុណសូមគោរពលា